ตอนนี้ระเบียบset copy ตะยินบันนะ copy ម្ដងវាចេញទាំងអស់ហ្មងតោះខ្ញុំចាត់ទុកថានេះតะยินบันចាស់យើងមកដាក់នៅត្រង់នេះណាហ្នឹងហើយបិទកម៉ូប scan មកហើយចុចចូល copy ហើយយកពី option យក un on 1នេះហើយយកលេខ4ណា4 on 1អូខេមក close ហើយកន្លែង auto នេះចុចកន្លែង radio ហ្នឹងវាយលេខ100អូខេប៉ណ្ណឹងហើយយើងចុច copy មកហើយក៏យើងចង់ save អាហ្នឹងជា default ចុច favorite ណាហើយចុចកន្លែងនេះមក rename វាមកវាយអីចំណាំមកដាក់ ID អូខេហើយ register ចាលើកចាប់ដើម copy បើយើងចប់ម្ដងហើយយើងចង់ចូល copy ចុច copy ចុច favorite នេះ ID នេះហើយចុច OK មកហើយ yes ណាហើយចង់បាន3លឹកណាចុច start copy 1ណា1បន្ទាប់មកយើងមិនដាក់មួយមហៀងទៀតណាមួយមហៀងទៀតដាក់នៅអញ្ចឹងដដែលមកត្រឡប់មកដាក់ដែរអូខេមកហើយ copy មកគឺវាចេញសងខាងឲ្យយើងហើយចេញតែម្ដងមកគឺហើយអាហ្នឹងរបៀប copy តាក់ញៀនបានសងខាងវីដេអូនេះខ្ញុំធ្វើឲ្យម៉ូខ្ញុំមើលនេះគេវាចេញនៅទៅហ្នឹងហើយនេះអានេះដោយសារกระดาษខ្ញុំដាក់กระดาษខូចចូលអញ្ចឹងទៅមើលទៅញ៉ៃនេះវានៅក្បាលលឺនឹងឯងបាទអាហ្នឹងមួយទៀត copy សវត្ថកណើតយើង save ដែរអានេះប្រាប់របៀប save អ្នកដែលមានម៉ាស៊ីននេះថ្មីហើយអ្នកដែលចេះប្រើហើយមិនបាច់មើលទេចុច copy មកហើយបងទៅរើស select paper ទៅយក A4A ណាអានេះដោយសារវាជាប់ custom តាមពិតกระดาษ A4A អញ្ចឹងមកហើយកន្លែង zoom បងប្អូនវាយ90អូខេហើយចង់ដាក់ច្បាស់ដាក់ text មកតែប៉ុណ្ណឹងទេហើយយើងអាចដាក់กระดาษ copy ណាกระดาษ copy A4A គឺយើងដាក់អញ្ចេះណា copy សវត្ថកណើតយើងដាក់អញ្ចេះដាក់ផ្ដេកអញ្ចេះផ្ដេកអញ្ចឹងមកនេះគុលវាត្រូវ A4A នេះ A4A ឃើញទេនេះឃើញទេអូខេយើងដាក់អញ្ចឹងបាត់អញ្ចឹងមកឥឡូវដោយសារតែម៉ាស៊ីននេះថ្មីយើង save វាសិនណាខ្ជិលចុចសារ៉េម្សងភាសាទៀតយើងដាក់ burst មក IOTH នេះយើងដាក់ចំណាំខ្លួនឯងណាហើយ register តោះបន្ទាប់មកយើងចង់ copy ចុចមក favorite ហើយយើងយក burst នេះមកអូខេហើយចង់បានប៉ុន្មានលឹកវាយចំនួនមកឥឡូវចង់បានតែមួយចុច1អញ្ចឹងមកអញ្ចឹងម៉ាស៊ីនវា copy មកហើយអញ្ចឹងវាចេញត្រង់កណ្ដាស់វីដេអូនេះរៀងវែងមិនដែរទ្រាំមើលបន្តិចទៅវាចង់ចេះឃើញទេអញ្ចឹងវា zoom ឃើញกระดาษ zoom ទៅខោចខ្លីដោយសារกระดาษអត្រាកោដ្ឋានយើងវែងតោះមួយទៀតសភៅស្នាក់នៅសភៅក5អញ្ចឹងរើស A4A ដដែលហើយសភៅស្នាក់នៅមានសងខាងចុចសងខាងមកអូខេហើយ zoom ដាក់កៅគុតមកស្នាក់នៅ77ណា77% តែប៉ុណ្្នឹងមកហើយយើង save វាទុកមួយទៀតដើម្បីកុំឲ្យថ្ងៃក្រោយទៅចុចសារ៉េញ៉ៃយើងហៅ default វាមកប្រើហ្មង save អូខេនេះឃើញទេអញ្ចឹងចុច copy favorite ហើយ stay ហើយយើងអូខេមកបាទចូលមកយើងដាក់តែចំនួនមកគឺវាចាប់ឲ្យយើង auto ហ្នឹងសភៅណាក់នៅហើយសភៅគ្រួសារក៏សងខាងដែរហើយយើងរើស A4 ដោយសារនេះម៉ាស៊ីនភ្ញៀវគាត់ទិញឲ្យខ្ញុំ set ឲ្យគាត់អញ្ចឹងក៏ឆ្លៀតថតវីដេអូឲ្យមើលទៅប៉ណ្ណឹងមកហើយយើង save ឲ្យហើយដាក់SE family អីចឹងទៅហើយបងចង់ដាក់អីចំណាំដាក់ខ្លួនឯងណា cheese អូខេអញ្ចឹងបើភ្ញៀវចង់ copy ឥឡូវភ្ញៀវយកសភៅគ្រួសារមក copy ចុច family ចុច OK ចុច yes បាទយកបានលឹកយក2វាយលេខ2វាយលេខ2សភៅដាក់អញ្ចឹងដូចគ្នានេះដាក់អញ្ចឹងមកហើយ scan ណាឆ្វាច់ scan លើកទី1បន្ទាប់មកសភៅវាមានសងខាង scan លើកទី1អញ្ចឹង scan លើកទី2គ្រាន់តែត្រឡប់សភៅមកដាក់អញ្ចឹងមកដូចគ្នាអញ្ចឹងក្បាលទៅលើទាំងអស់ឥឡូវមិនបាច់បិទទេឥឡូវចុច scan ទៀតណាអញ្ចឹងមកតទៅយើង scan ចប់ហើយយើងចុច start copy មកបានថាវាចេញមកហើយតែប៉ុណ្្នឹងទេ